ប្រសិនបើថ្ងៃណាមួយមានបញ្ហាកើតឡើងទៅលើអាជីវកម្មដែលយើងខំប្រឹងរកមកឧទាហរណ៍ដូចជាភ្លើងឆេះទឹកលិចគ្រោះធម្មជាតិឬមួយក៏បុគ្គលិកដែលប៉កែឲ្យយើងទុកចិត្តខ្លាំងមែនតើស្រាប់តែគាត់ធ្វើការគាត់ឈប់បាត់យើងអត់មានអ្នកជំនួសវល់ពេញក្រុមហ៊ុនតើអ្នកមានអារម្មណ៍ម៉េចហើយអ្នកនឹង react វាម៉េចនៅក្នុងបញ្ហាចឹងភ្លាមប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បើកអាជីវកម្ម franchise brand នៅក្រោម franchise Asia ចំនួន3គាត់នឹងមានជើងលក់ franchise ក្នុងពេលចាប់នេះតើតងមក franchise Asia បន្ថែមប្រសិនបើអ្នកចង់បានព័ត៌មានថ្ងៃនេះរៀងខ្លាយតិចចង់បង្វិលម្ចាស់ជាហោម្ចាស់អាជីវកម្មទាំងអស់គ្នាមកអង្គុយគិតរឿង philosophy តិចពេលខ្លះយើងធ្វើការរស់ស៊ីយូរទៅយើង stress ព្រោះអីមានបញ្ហាកើតមកច្រើនមែនតើហើយយើងអាចទុកឲ្យបញ្ហានឹងបានបញ្ហាវាគិតទៅពីកើតហើយយើងអ្នកប្រឹងរហ្នឹងប្រឹងរផងប្រឹងដោះផងវាវល់លើទាំងអស់គ្នាអញ្ចឹងហ្មងពេលខ្លះប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេមានទ្រឹស្ដីមួយដែលអាចជួយអ្នកទាំងអស់គ្នាបានហើយទ្រឹស្ដីហ្នឹងមានឈ្មោះថា Stoicism ហ្នឹងគឺជាទ្រឹស្ដីដែលកើតយូរហើយតាំងពី300ឆ្នាំមុនពុទ្ធសករាជមកម៉េះដើមឡើងកន្លងមកនៅអញ្ចេះមានបរិសម្នាក់ដែលគាត់ជាអ្នកមានមែនតែនគាត់ខំរកហើយគាត់មានលុយទ្រព្យសម្បត្តិច្រើននៅមុនពេល300ឆ្នាំមុនគ្រិស្តសករាជនៅប្រទេស Greek ហើយបន្ទាប់មកថ្ងៃមួយហ្នឹងបរិសម្នាក់ហ្នឹង Zeno ហ្នឹងគាត់ធ្វើដំណើរឆ្លងកាត់មហាសមុទ្រមួយដែលមានទ្រព្យសម្បត្តិគាត់នៅលើទូកនោះទាំងអស់ចៃដន្យអីគាត់ជួបបញ្ហាគឺទ្រព្យសម្បត្តិផុសគាត់ជួបនឹង storm ជួបនឹងព្យុះជួបនឹងភ្លៀងហ្នឹងក៏លិចទៅលើបាតសមុទ្រទាំងអស់ហើយនៅតែគាត់ទេហួសអញ្ចឹងគាត់អស់អាលីមករំពេចភ្នែកគាត់អ្វីដែលគាត់ខំរកមកប្រហែលឆ្នាំហ្នឹងគឺអស់ទៅក្នុងបាតសមុទ្រអស់ហើយអញ្ចឹងគាត់ទៅជាមនុស្សម្នាក់ដែលក្រគ្មានសូម្បីតែមួយសេនមានតែក្អែមកចកេះទេកំឡុងពេលនៅភ្លាមZeno ហ្នឹងគាត់ទប់អត់បានដែរប៉ុន្តែដល់ពេលមួយរយៈក្រោយមកគាត់បានបង្វែរខ្លួនឯងទៅអានសៀវភៅនៅពេលដែលគាត់ចាប់ផ្ដើមអានសៀវភៅហ្នឹងគាត់ក៏ចាប់ផ្ដើមយល់ពីបរិបទនៅជុំវិញខ្លួនឯងនិងបរិបទដែលខ្លួនឯងត្រូវរស់នៅដើម្បីបន្តជីវិតខ្លួនឯងដោយសារតែខ្លួនឯងជួបគ្រោះធម្មជាតិធំធេងពេកZeno ហ្នឹងក៏បានលើកមកថាពេលខ្លះយើងគឺអត់មានកម្លាំងទៅទប់នឹងបរិយាកាសជុំវិញខ្លួនយើងទេឧទាហរណ៍ថាដូចភ្លៀងធ្លាក់ខ្លាំងឬក៏ព្យុះឬមកក៏ភ្លើងឆេះដូចជាគាត់នឹងកប៉ាល់លិចទាំងអស់បាត់ទ្រព្យសម្បត្តិអស់ព្រោះថាតើគាត់មាន power អីទៅទប់អាហ្នឹងគាត់មាន power ទប់អាហ្នឹងទេអ្នកទាំងអស់គ្នាយល់ខ្ញុំចង់និយាយអញ្ចឹងមកខ្ញុំចង់លើកថាឧទាហរណ៍ថាបុគ្គលិកយើងគាត់ឈប់ហើយសួរថាបើសិនជាយើងចំណាយពេលទៅអង្គុយ stress ចំណាយពេលអង្គុយ set ហើយចំណាយពេលខឹងគេជេរគេថាហេតុអីបានគេទៅគេទុកយើងអញ្ចឹងតើយើងអាចនឹងចាប់អាជីវកម្មយើងជុំទេអត់កើតទេអ្នកទាំងអស់គ្នាដឹងទេនៅពេលដែលយើងចាប់ផ្ដើមឆ្លេឆ្លាអាជីវកម្មយើងក៏ឆ្លេឆ្លាដែរហើយមនុស្សនៅជុំវិញខ្លួនយើងគឺឆ្លេឆ្លាទាំងអស់អញ្ចឹងបុគ្គលិកដែលនៅក្រោមយើងគឺគាត់មើលមកយើងគឺជាមនុស្សម្នាក់ដែលអាចរំពឹងបានដូច្នេះយើងអាចឆ្លេឆ្លាបានទេអញ្ចឹងហើយខ្ញុំចង់លើកឲ្យម្ចាស់យីហោទាំងអស់គ្នានៅពេលដែលបញ្ហាសូមយក Stoicism យកមកដាក់ក្នុងខ្លួននិយាយចំទៅ Stoicism ហ្នឹងគឺវាជួយឲ្យយើងមានប្រតិកម្មទៅនឹងបញ្ហាធំនៅជុំវិញខ្លួនយើងឯងនៅពេលដែលបញ្ហាធំមកយើងត្រូវគិតថាអ្វីដែលយើងគិតវាមានកម្លាំងជាងអ្វីដែលកើតនៅខាងក្រៅយើងទប់ខ្លួនយើងបានតែយើងទប់ខាងក្រៅអត់បានទេបើអញ្ចឹងយើងត្រូវទប់ខ្លួនយើងឲ្យជាប់ដកក្រោយមកជំហានគិតឡើងវិញថាយើងរកដំណោះស្រាយបែបណាបន្ទាប់មកចាំយើងធ្វើអ្វីក៏ដោយអ្នកទាំងអស់គ្នានៅពេលដែលយើង react ប្រតិកម្មភ្លាមយើងឆ្លេឆ្លាយើងប្រញាប់សម្រេចចិត្តគឺរបស់ទាំងនោះអត់ដែរចេញមកមានលទ្ធផលល្អទេអ្នកទាំងអស់គ្នាលទ្ធផលនឹងវាធ្វើឲ្យគ្រប់យ៉ាងមានបញ្ហានៅថ្ងៃក្រោយដូចពាក្យគេថាខឹងខាតខឹងខូចខឹងខុសនៅពេលដែលយើងសម្រេចចិត្តអ្វីភ្លាមគឺវាអត់ដែរល្អទេអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមមានបញ្ហាភ្លើងឆេះក៏ដោយឬមកក៏ភ្លៀងក៏ដោយគ្រោះធម្មជាតិឬក៏បុគ្គលិកយើងឈប់ក៏ដោយយើងរកអ្នកជំនួសអត់ទាន់បានក៏ដោយអ្នកទាំងអស់គ្នាក្នុងនាមជាម្ចាស់អាជីវកម្មអ្នកទាំងអស់គ្នាត្រូវទប់ខ្លួនឯងឲ្យជាប់ដកក្រោយមួយជំហានហើយគិតបន្តទៀតថាតើបញ្ហានឹងយើងត្រូវដោះស្រាយមិនតើវាជំហានទៅខាងណាខាងឆ្វេងខាងស្ដាំឬក៏ទៅត្រង់ឬក៏យើងត្រូវបកក្រោយ360ដឺក្រេដើម្បីយើងកែប្រែស្ថានភាពនេះអញ្ចឹងពេលខ្លះអា Stoicism នេះវាអត់មានចាំបាច់ត្រូវតែថា apply ទៅម្ចាស់អាជីវកម្មទេសូម្បីតែយើងជាបុគ្គលិកខ្លួនអញ្ចឹងដែរអ្នកទាំងអស់គ្នានៅពេលដែលយើងកំពុងតែធ្វើការឲ្យគេវាតែមានការប៉ះទង្គិចហើយស្រាប់តែពេលយើងយកការប៉ះទង្គិចរបស់គេនឹងយើងយកមកដាក់ក្នុងខ្លួនគេនិយាយអីនិយាយតែយើងយកមកដាក់ក្នុងខ្លួនវាធ្វើឲ្យយើងនឹងឈើឆាវមករំពេចយើងនឹងបាត់បង់ឱកាសយើងនឹងបាត់បង់ផលប្រយោជន៍អញ្ចឹងអ្នកទាំងអស់គ្នា Stoicism នឹងមិនមែនជួយតែម្ចាស់យីហោទេទោះបីតែយើងដែលជាបុគ្គលិកកំពុងធ្វើការឲ្យគេនឹងក៏ជួយបានដែរអញ្ចឹងអា Stoicism
នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅធ្វើ research បន្ថែមទៅស្រាវជ្រាវបន្ថែមប៉ុន្តែ overall ទាំងអស់ហ្នឹងគឺខ្ញុំចង់សរុបមកវិញថានៅពេលដែលយើងចាប់ផ្ដើមមានបញ្ហាគេឃើញយើងគេមិនចង់មើលមុខយើងឬមួយក៏គេទៅចោលយើងបាត់ឬមួយក៏មានបញ្ហានឹងអាជីវកម្មយើងកំពុងតែខាតយើងទប់អត់បានទេគេទាលុយយើងគឺគេទាហើយប៉ុន្តែអ្វីដែលអ្នកទប់បានគឺខ្លួនឯងការគិតរបស់យើងបង្រើខ្លួនឯងដកឃ្លាថយក្រោយបដូរខ្លួនឯង360ដឺក្រេឬធ្វើមិនក៏ដោយប៉ុន្តែយើងត្រូវតែព្យាយាមទប់អារម្មណ៍ខ្លួនឯងកុំឲ្យជ្រេឆ្លាធ្វើចិត្តឲ្យត្រជាក់អរគុណកុំភ្លេចស្រាវជ្រាវបន្ថែម Stoic Season របស់ Zono 300ឆ្នាំមុនពុទ្ធសករាជអរគុណ